សម្ដេចធិបតីមានប្រសាសន៍ថាកម្ពុជាគាំទ្រពេញទំហឹងនិងបន្តបដិញ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានប្រទេសបូក3និងដៃគូសន្ទនាដើម្បីបំលែងឯកសារទៅជាសកម្មភាពជាក់ស្ដែងក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី23 ACCSM និងអាស៊ានបូក3លើកទី8 ACCSM បូក3នៅខេត្តសៀមរាបនាព្រឹកថ្ងៃទី5ខែសីហាឆ្នាំ2026នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងបញ្ជាក់ថាកម្ពុជាគាំទ្រពេញទំហឹងនិងបន្តបដិញ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ប្រទេសបូក3និងដៃគូសន្ទនាដើម្បីបំលែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្ដែងសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងស្វាគមន៍ចំពោះការរៀបចំផែនការងារ ACCSM និង ACCSM បូក3ឆ្នាំ2026ដល់ឆ្នាំ2030សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការលើកកម្ពស់នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈកាន់តែប្រសើរក៏ដូចជាសមិទ្ធផលសំខាន់ៗផ្សេងទៀតដូចជាលក្ខខណ្ឌយោងនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈនិងវិធាននីតិវិធី ROP នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ ACCSM បូក3សម្ដេចធិបតីបានបញ្ជាក់ជាថ្មីថាកម្ពុជាគាំទ្រពេញទំហឹងនិងបន្តបដិញ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ប្រទេសបូក3និងដៃគូសន្ទនាដើម្បីបំលែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្ដែងក្នុងស្មារតីនេះកម្ពុជាមានមោទកភាពក្នុងការទទួលតួនាទីជាប្រធានបដូវវេននៃបណ្ដាញវិទ្យាស្ថានបណ្ដុះបណ្ដាលមុខងារសាធារណៈអាស៊ានសម្រាប់អាណត្តិឆ្នាំ2027ដល់ឆ្នាំ2028ក្នុងឱកាសនោះសម្ដេចធិបតីបានប្រគល់ភារកិច្ចដ៏សំខាន់នេះជូនសាលាភូមិន្ទរដ្ឋបាលក្នុងនាមជាស្ថាប័នទទួលខុសត្រូវព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដើម្បីឲ្យចេញលទ្ធផលជាក់ស្ដែងសម្ដេចធិបតីបន្តថាការកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជាមានឫសគល់ចេញពីដំណើរដ៏ពិសេសមួយគឺស្ដារឡើងវិញការកសាងជាតិនិងការកសាងសន្តិភាពបន្ទាប់ពីការបំផ្លិចបំផ្លាញស្ទើរទាំងស្រុងនៃស្ថាប័ននានាក្រោមរបបខ្មែរក្រហមប្រទេសកម្ពុជាបានចាប់ផ្ដើមកសាងប្រទេសឡើងវិញពីបាតដៃទទេបន្ទាប់ពីថ្ងៃទី7ខែមករាឆ្នាំ1979តាមរយៈប្រមូលផ្ដុំធនធានមនុស្សនិងបញ្ញវន្តដែលនៅមានជីវិតដំណើរការនៃការស្ដារឡើងវិញនេះបានឈានដល់គោលនយោបាយឈ្នះឈ្នះជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោហ៊ុនសែនដែលបានបញ្ចប់ជម្លោះស៊ីវិលរាប់ទសវត្សរ៍នៅថ្ងៃទី29ខែធ្នូឆ្នាំ1998សន្តិភាពដែលសម្រេចបានដោយលំបាកនេះបានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបស់កម្ពុជាដែលផ្ដល់នូវគ្រឹះដ៏សំខាន់សម្រាប់រដ្ឋបាលសាធារណៈទំនើបការកសាងជាតិឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងសម្ដេចធិបតីបន្តថាដំណើរនៃការស្ដារជាតិឡើងវិញនិងការកសាងសន្តិភាពនោះគឺជាមូលដ្ឋានគ្រឹះដែលកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់កម្ពុជាបានរីកចម្រើនហើយវានៅតែបន្តកំណត់ទស្សនវិជ្ជាដែលដឹកនាំយើងសប្តាហ៍ថ្ងៃនេះក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈទស្សនវិជ្ជាដ៏សំខាន់របស់កម្ពុជាគឺតែងតែផ្ដោតជាចម្បងលើសុខុមាលភាពរបស់ជាតិនិងប្រជាជនទោះបីជាយើងមកពីប្រទេសផ្សេងគ្នាខ្ញុំជឿជាក់យ៉ាងមុតមាំថាគោលការណ៍ស្នូលរបស់យើងគឺដូចគ្នាគឺលះបង់បម្រើប្រជាជនដោយស្មោះត្រង់និងមិនងាករេសម្ដេចធិបតីថ្លែងបញ្ជាក់ថារាជរដ្ឋាភិបាលអាណត្តិទី7ផ្ដល់អាទិភាពខ្ពស់ដល់អភិបាលកិច្ចនិងកំណែទម្រង់គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍជាតិរបស់យើងក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលផ្ដោតលើអាទិភាពយុទ្ធសាស្ត្រចំនួន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា